លយម៉ែនំពុំខ្មែរយើងធ្លាប់ជិះយន្តហោះទៅដល់ស្រុកគេណាមានបងប្អូនអ្នកដែលនៅក្រៅប្រទេសគាត់ទិញយកទៅផ្ញើតាមយន្តហោះតាមអីណាអូយលយមែនតែនហើយនំពុំខ្មែររបស់យើងនេះគាត់លក់កែច្នៃមានច្រើនរសជាតិមែនតែនសម្រាប់ពុកម៉ែបងប្អូនដែលចង់សាណាមិនថារសជាតិស្លឹកតើយមានស្នូលដូងមានអីណាច្រើនសម្បូរបែបអញ្ចឹងសម្រាប់កន្លែងរបស់គាត់នេះលក់នៅម្ដុំទួលតពូងខាងត្បូងផ្សារទួលតពូងផ្ទាល់នៅលើផ្លូវ163កែងជាមួយនឹងផ្លូវ460គាត់លក់តាំងពីម៉ោង7កន្លះព្រឹកតទៅរហូតដល់ម៉ោង6ល្ងាចហើយខ្ញុំកត់សម្គាល់ឃើញថាគាត់លក់ដាច់ខ្លាំងញាប់ដៃញាប់ជើងមែនតើហើយលក្ខណៈពិសេសនៃនំពុម្ពរបស់គាត់ហ្នឹងណាគឺគាត់ប្រើប្រាស់បច្ចេកទេសពិសេសនៅក្នុងការធ្វើដែលធ្វើឲ្យនំពុម្ពហ្នឹងខាងក្រៅវាសបកវាស្រួយប៉ុន្តែស្នូលខាងក្នុងទន់ល្អមែនតើហើយរសជាតិក៏អត់ផ្អែមខ្លាំងដែរដោយសារគាត់ប្រាប់ថាមនុស្សឥឡូវគាត់អត់សូវចូលចិត្តញ៉ាំផ្អែមខ្លាំងទេហើយនំពុម្ពនេះក៏ជាអត្តសញ្ញាណខ្មែរយើងមួយដែរដែលគាត់លក់តាំងពីដើមហើយអត់មានប្រើខ្លាញ់អត់មានប្រើប្រេងទេអញ្ចឹងហើយដែលធ្វើឲ្យពេលដែលគាត់ចាក់ទៅអាសបកខាងក្រៅហ្នឹងគឺស្រួយល្អអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់សាកអាចទៅរកនៅកន្លែងគាត់បានណាគាត់លក់និយាយទៅលក់យូរឆ្នាំហើយបទពិសោធន៍ក៏ច្រើនដែរហើយសំបីតាពុំរបស់គាត់នេះអូច្រើនណាស់ដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងបើមិនច្រើនអញ្ចឹងគឺលក់អត់ទាន់ទេដោយសារម៉ួយរបស់គាត់ច្រើនមែនតើហើយគាត់ប្រាប់ថាលក្ខណៈពិសេសមួយទៀតគឺនំពុម្ពរបស់គាត់អាចយកទៅក្លាសេទុកដាក់ក្លាសេកកទៅដល់ពេលយើងចង់ញ៉ាំអាចដាក់ចូលទៅក្នុង microwave ឬក៏ air fry អីផ្សេងអញ្ចឹងណាគាត់ថាវិធីសាស្ត្រនេះដោយសារតែម៉ួយគាត់ធ្លាប់ទិញផ្ញើទៅឲ្យបងប្អូននៅក្រៅប្រទេសអញ្ចឹងហើយបាននំពុម្ពរបស់គាត់អាចនិយាយបានថាជានំមួយប្រភេទដែលអាចហោះទៅដល់ស្រុកគេជិះយន្តហោះទៅដល់ស្រុកគេតែម្ដងហើយសម្រាប់អ្នកដែលនៅក្រៅប្រទេសចង់សាកញ៉ាំនំពុម្ពរបស់គាត់អីហ្នឹងណាអាចប្រើវិធីសាស្ត្រនេះបានទិញហើយយកទៅក្លាសេកកហើយដល់ពេលដែលយើងចង់យកមកញ៉ាំណាយើងដកចេញពីទូកហ្នឹងយើងទុកឲ្យវាលាយឲ្យវារៀងទន់ទៅយើងយកទៅដាក់នៅក្នុង air fry ដាក់នៅក្នុង microwave ទៅកម្ដៅឲ្យវាឆ្អិនម្ដងទៀតទៅធ្វើឲ្យនំហ្នឹងអត់បាត់រសជាតិខ្លាំងទេគ្រាន់ថាអ្វីដែលគាត់ចង់ឲ្យណែនាំគឺយើងទិញហើយយើងញ៉ាំភ្លាមមិនវាឆ្ងាញ់រសជាតិដើមគ្រាន់ថាបើសិនជាយកក្លាសេទៅវារៀងបាត់បង់រសជាតិខ្លះហើយចឹងអ្នកទាំងអស់គ្នាដែលចង់សាកនំពុម្ពខ្មែរយើងអីហ្នឹងអាចទៅរកកន្លែងរបស់គាត់បានមានច្រើនរសជាតិមែនតើទីតាំងនៅលើផ្លូវ163កែងជាមួយនឹង460នៅខាងត្បូងផ្សារទួលតពូងហើយគាត់លក់តាំងពីម៉ោង7កន្លះព្រឹកតទៅរហូតដល់ម៉ោង6ល្ងាចព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត